ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នានេះថ្ងៃនេះខ្ញុំមក review ដើមធ្នង់ម្ដងធ្នង់នេះដើរចូលព្រៃមកប្រទេសធ្នង់ហើយនេះគឺមានសភាពបែបនេះវីដេអូមុនខ្ញុំនិយាយពីធ្នង់ពីបេងច្រឡំសំទោសបេងមានសភាពបែកខ្នែងរញ៉េរញ៉ៃច្រើនហើយនេះដើមធ្នង់នេះកម្ពស់2 ម៉ែត្រ 3 ម៉ែត្រហើយបន្តែវាស្លូត្រង់អាខ្នែងទុយនេះវានឹងបាក់ថ្ងៃណាមួយខ្លួនវាទេហើយនឹងវាឡើងត្រង់ធំទៅតែម្ដងហើយនេះធ្នង់នេះប្រហែលជាធ្នង់ឈាមមាន់ហើយនេះមានអង្កៅស៊ីចោះប្រហោងទៅដល់សាច់ខាងក្នុងវាហើយនេះបង្កើតឲ្យមានដុំពកហើយពកធ្នង់នេះសាច់ពកវាតិចទៀតវាคล้ายទៅជាសាច់ពកដែលមានតម្លៃចឹងកម្រណកពងពកធ្នង់ហើយនេះបើភាសាយើងអ្នកឈើគេហៅថាចូល50ជុំហើយ50ជុំបានន័យថាយកម៉ែត្ររុំវាមកបានទំហំចូល5តឹកហើយកន្លះម៉ែត្របើនិយាយភាសាខ្មែរស្រួលស្ដាប់កន្លះម៉ែត្រហើយអញ្ចឹងបើសិនជាយើងគេហៅថាមុខវិញមុខ25យើងធ្វើអីអត់ទាន់កើតទេបានតែមូលសហើយយើងអានេះខ្ញុំជឿថាមានក្លឹមហើយដោយសារអីដោយសារតែវាមានពកចេះហើយវាធ្វើឲ្យធ្នង់បែកចេញជាក្លឹមហើយអញ្ចឹងដើមនេះគឺមួយដើមនេះមានក្លឹមហើយវាពកទាំងពាក់កដាលនេះមួយហើយនឹងគល់ក៏មានពកដែរនេះគល់វានេះយើងឃើញបែកសបកបែបហ្នឹងគឺមានពកហើយអញ្ចឹងអ្នកដែលគេទិញឈើគេមើលទៅលើអស់ហ្នឹងគឺបានកម្រៃខ្ពស់ម្ដងហ្នឹងគឺបានកម្រៃខ្ពស់ហ่ะដោយសារអីវាមានពកស្រាប់អញ្ចឹងដើមនេះបើសិនជាមានអាយុកាលត្រឹម10ឆ្នាំទៀតពកវាធំតែហើយជាចូលមុខ50អញ្ចឹងមុខ50គឺធំហើយគឺមានតម្លៃតែម្ដងណាមកដើមនេះក៏បើសិនជា5ឆ្នាំទៀត5ឆ្នាំទៅ10ឆ្នាំទៀតហើយអញ្ចឹងវាមានតម្លៃរាប់ខ្ទង់ពាន់ដែរអញ្ចឹងយើងគេយកទៅធ្វើក្តារប៉និតឬក៏ឈើប៉និតផ្សេងជាតុជាទូជាគ្រឿងសង្ហារឹមផ្សេងហើយកន្លែងពកហ្នឹងគឺវាមានកញ្យ៉ាវហើយកញ្យ៉ាវវាគឺស្អាតតែម្ដងចាំមើលអញ្ចឹងក្នុងរយៈកាលទៀតវានឹងទទួលបានប្រយោជន៍ច្រើនហើយវានឹងទទួលបានតម្លៃខ្លួនកាន់តែខ្ពស់សម្រាប់វាហើយធ្នង់នេះគឺធ្នង់ប្រភេទនៅទីនេះគឺសម្បូរប្រភេទធ្នង់ឈាមមាន់គឺសម្បូរអញ្ចឹងបើសិនជាពកនេះគឺជាពកធ្នង់កលាហូលថ្លៃជាសឹងតែថ្លៃជាងឈាមមាន់ណាធ្នង់ឈាមមាន់វាក្រហមស្អាតប៉ុន្តែវាអត់សូវមានកលាទេតែដែលថ្នាធ្នង់កលាហូលវាកលាច្រើនឆ្នោតច្រើនមើលទៅវាដូចជាសម្ពុតហូលខ្មែរយើងស្លៀកអញ្ចឹងហើយនេះគឺប្រភេទអស់ហ្នឹងហើយគឺប្រភេទធ្នង់នេះគឺជាប្រភេទធ្នង់ឈាមមាន់ហើយដើមនេះមានអាយុកាល4ឆ្នាំហើយ4ឆ្នាំទៅ5ឆ្នាំហើយអញ្ចឹងក្នុងកំឡុង5ឆ្នាំទៀតទៅ10ឆ្នាំទៀតកូនខ្ញុំអាយុ10ឆ្នាំទៀតកូនខ្ញុំអាយុ20ហើយធ្នង់នេះមានតម្លៃហើយអាចកាប់បានអញ្ចឹងនៅក្នុងចំការរបស់យើងផ្ទាល់យើងកាប់ទៅអត់មានអ្នកណាមករករឿងទេតែដោយសារខ្ញុំចេះតែទុកវាដើម្បីមើលថែវាទុកឲ្យក្មេងចំនួនក្រោយបានមើលបានស្គាល់អរគុណច្រើនសម្រាប់ការតាមដានហើយយើងនឹងប្រងដាំបន្ថែមទៀតដើម្បីឲ្យវាច្រើនខ្ញុំដាំបានធ្នង់ខ្ញុំដាំបានហើយស៊ីចូល500ដើមដាំវាទៅវាបានច្រើនអរគុណ